នេះបងដែលយកមេលាវាទៅយើងយកទៅផ្សំយើងមានថងខ្មៅយើងច្រកដីឲ្យពេញណាហើយយើងយកទៅដតអញ្ចឹងក៏តែអញ្ចឹងម្ដងក៏បានដែរយើងដតអញ្ចឹងមកហើយយើងស្រោចទឹកប៉ុន្តែយើងចង់ចំណេញបានច្រើនយើងកាត់មក1ជា2មកណាអានេះយើងយកទៅផ្សំបានច្រើន1ជា2មកយើងមើលភ្នែកវាឈរឡើងលើអញ្ចឹងយើងដាក់ឈរឡើងលើយើងដតចេះណាយើងដតចឹងមកដល់ពេលយើងដតហើយយើងដាក់ថងយើងស្រោចសិនរួចហើយយើងចាំយើងដាក់ថងយើងស្រោចទឹកឲ្យចូលណាយើងស្រោចទឹកឲ្យចូលទៅដល់ពេលយើងស្រោចរួចហើយយើងយកទៅឃុំថងមួយសាទៀតបានយើងដាក់ក្នុងម្លប់យើងរោថងធំដល់ពេលនេះយើងយកច្រកអញ្ចឹងរួចហើយយើងស្រោចទឹកថែមទៀតមកយើងចោះរាន់ថងធំនេះក្រៅក្រោម 2-3 ទៅរួចហើយលើពីលើ 2-3 ដែរមកដើម្បីឲ្យមានរាន់ណាឲ្យមានប្រហោងខ្លះមកយើងចងអញ្ចឹងមកយើងទុកក្នុងម្លប់ទៅដល់ពេលវាដុះឬចាំយើងស្រាយមើលចាំដុះស្លឹកដុះឬល្អចាំយើងស្រាយមើលក៏បានដែរប៉ុណ្ណឹងឯងវិធីផ្សំងាយស្រួលទេ